ទស្សនិកជនជាទីគោរពបន្តតាមដានទស្សនាព័ត៌មានសំខាន់មួយទៀតដែលក្រុមហ៊ុនកែច្នៃកសិផលរបស់ប្រទេសវៀតណាមមួយគឺស្វែងរកដៃគូពាណិជ្ជកម្មជាមួយនឹងសហភាពពាណិជ្ជកម្មកម្ពុជាលើការផ្គត់ផ្គង់ផ្លែស្វាយសម្រាប់ខ្សែចង្វាក់ផលិតកម្មរបស់ខ្លួនក្រុមហ៊ុនកែច្នៃផលិតផលកសិកម្មនិងផលិតអាហារកំប៉ុងវៀតណាមមួយដែលមានឈ្មោះថា Khanat Vietnam Co Ltd ស្វែងរកដៃគូពាណិជ្ជកម្មជាមួយសមាជិកសហភាពពាណិជ្ជកម្មកម្ពុជាជាពិសេសលើការផ្គត់ផ្គង់ផ្លែស្វាយសម្រាប់ខ្សែចង្វាក់ផលិតកម្មនេះបើតាមការឲ្យដឹងពីប្រធានក្រុមហ៊ុន Khanat Vietnam Co Ltd នៅរសៀលថ្ងៃទី1ខែមេសាឆ្នាំ2026ក្នុងឱកាសទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូរបស់សហភាពពាណិជ្ជកម្មកម្ពុជាដែលដឹកនាំដោយអង្គញាហេងសំណាងអនុប្រធានសហភាពពាណិជ្ជកម្មកម្ពុជានិងជាប្រធានសហភាពពាណិជ្ជកម្មមណ្ឌលកំពង់ធំនិងព្រះវិហារទៅទស្សនកិច្ចរោងចក្រចំនួន2ទីតាំងរបស់ក្រុមហ៊ុននៅខេត្តឡុងអានលោកប្រធានក្រុមហ៊ុនបានឲ្យដឹងថាក្រុមហ៊ុនរបស់លោកបានប្រមូលទិញកសិផលកសិកម្មជាពិសេសគឺផ្លែស្វាយនៅក្នុងស្រុកនិងការផ្គត់ផ្គង់លក្ខណៈតូចៗពីឈ្មួញនៅកម្ពុជាសម្រាប់បម្រើចង្វាក់ផលិតកម្មកែច្នៃជាដំណាប់ស្វាយហើយក្នុងន័យនេះលោកចង់ស្វែងរកដៃគូពាណិជ្ជកម្មពីកម្ពុជាដែលអាចផ្គត់ផ្គង់ផ្លែស្វាយលក្ខណៈទ្រង់ទ្រាយធំសម្រាប់បម្រើខ្សែចង្វាក់ផលិតកម្មក៏ដូចជាការពង្រីកខ្សែចង្វាក់ផលិតកម្មបន្ថែមទៀតលោកបានឲ្យដឹងបន្ថែមថាក្រៅពីការកែច្នៃផលិតផលកសិកម្មក្រុមហ៊ុនរបស់លោកក៏ជាក្រុមហ៊ុនកែច្នៃម្ហូបអាហារកំប៉ុងដែលមានផលិតផលសំខាន់របស់ខ្លួនដូចជាប៉ាតេថ្លើមពពែប៉ាតេថ្លើមទាប៉ាតេថ្លើមមាន់ត្រីធូណាសាច់ពពែរួមជាមួយនឹងសាច់អាបាឡូននិងបេះដូងទាជាដើមផលិតនៅក្នុងរោងចក្រនេះគោរពតាមស្តង់ដារ ISO 22000 និង HACCP នឹងត្រូវបានចុះបញ្ជីជាមួយ FDA សហរដ្ឋអាមេរិកលោកបានបញ្ជាក់ថាផលិតផលខាណាតមិនប្រើប្រាស់នៅសារធាតុរក្សាទុកឬក៏រសជាតិសិប្បកម្មនិម្មិតទេដែលធានាសុវត្ថិភាពនិងរសជាតិធម្មជាតិជាការឆ្លើយតបអង្គញាហេងសំណាងអនុប្រធានសហភាពពាណិជ្ជកម្មកម្ពុជាថ្លែងអំណរអគុណដល់លោកប្រធានក្រុមហ៊ុន Khanat Vietnam Co Ltd ដែលបានផ្ដល់ឱកាសដល់ប្រតិភូសហភាពពាណិជ្ជកម្មកម្ពុជាបានមកទស្សនកិច្ចនិងស្វែងយល់ដោយផ្ទាល់ពីខ្សែចង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនហើយអង្គញាហេងសំណាងបានសម្ដែងការស្វាគមន៍និងគាំទ្រចំពោះបំណងចាប់ដៃគូពាណិជ្ជកម្មរវាងក្រុមហ៊ុន Khanat Vietnam Co Ltd ជាមួយនឹងវិនិយោគិនកម្ពុជាជាពិសេសនោះគឺការផ្គត់ផ្គង់ផ្លែស្វាយតែម្ដងហើយអង្គញាហេងសំណាងបានអញ្ជើញលោកប្រធានក្រុមហ៊ុន Khanat Vietnam Co Ltd និងសហការីទៅអញ្ជើញបំពេញទស្សនកិច្ចដោយផ្ទាល់នៅកម្ពុជាជាពិសេសខេត្តកំពង់ធំនិងខេត្តកំពង់ស្ពឺដើម្បីពិនិត្យមើលអំពីសក្តានុពលវិស័យកសិកម្មរបស់កម្ពុជានិងដើម្បីពិចារណាក្នុងការចាប់ដៃគូពាណិជ្ជកម្មនិងការដាក់ទុនវិនិយោគជាដើមអង្គញាហេងសំណាងក៏បានសំណូមពរដល់ប្រធានក្រុមហ៊ុន Khanat Vietnam Co Ltd ពិចារណាក្នុងការដាក់ទុនវិនិយោគបង្កើតរោងចក្រកែច្នៃកសិផលកសិកម្មនិងអាហារកំប៉ុងនៅកម្ពុជាដែលស្របទៅនឹងគោលនយោបាយលើកទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា